Dạ. Bạn chẳng bong khơi thế bạn rụp cột pí rụp tàu pí bạn nơi tỉnh nét nơi miền sầm rọ đỏ sọt ạt bạn cười nhón dương nơi khơi cho bạn nè bạn chẳng các bạch nuông sót hay là các bạch slab hay là các bạch clear bạn bàn tay các bạch chương còn có cứ dương mưa khơi tới chung cá còn nơi cho bác chung cá có bắt bong cái nhắm chương tập khả đáy vì pro ấy vì pro dương ọt ban thay địa xá thì dễ phê bầm bay rồi sam sập bầm pel nam hai nông caประบาดจีมันตีบมเปิลปองบานโครงเรียนในขนมริจิวังจักรพันปรองได้เอาชมท่าวิเมียนอากาบ้าบ ហើយយើងមើលថែវនេះពាក់ព័ន្ធនឹងសัตว์ម្ដងឃើញទេមានសัตว์ហង្សកងោកជាដើមអញ្ចឹងទៅបាទអញ្ចឹងយើងឃើញសัตว์ដ៏ស្រស់ស្អាតបាទអានេះទីលេនចូលតម្រៃទេបងបាទហើយទាំងអស់នឹងឯងបាទចាប់ពីតំណេះទៅណាបងអ្នកកន្លែងដែលខ្ញុំជួអធិប្បាយទៅដល់កណោះនឹងលៀនជួលដំរីដល់ពេលកណោះពាក់ព័ន្ធនឹងស្ដេចកំឡុងឬគេហៅថាមេមដុតសពផនព្រះរាជាអញ្ចឹងយើងធ្វើដំណើរទៅដល់កន្លែងបងពាក់អាវពួរបើទឹកសមុទ្រនោះយើងបត់ទៅស្ដាំនោះគេហៅថារាជវាំងចាស់ផនព្រះអង្គដែលឈ្មោះថាវិមានអាកាសប៉ុន្តែយើងអត់បាននាំក្រុមការងារយើងទៅក្នុងទេយើងដើម្បីឡើងដល់កណោះយើងចុះទៅវិញបាទអញ្ចឹងយើងឃើញកន្លែងខាងឆ្វេងដៃខ្ញុំនេះបាទពាក់ព័ន្ធនឹងជលដំរីផងហើយនឹងបាទជ័យប្រមាណទី7ផងបាទអញ្ចឹងយើងឃើញខាងនោះនោះគឺលបងណាបងបាទពាក់ព័ន្ធនឹងរាជវាំងខាងនេះគឺបាទកន្លែងព្រះអង្គគង់ដើម្បីតូតប្រណេតក្នុងការមើលលបាំអប្សរាហើយនឹងលបាំអីគេហៅថាដើរនៅលើលួសជិះកង់នៅលើលួសសៀកកាយកម្មណាបងបាទនៅទីនោះខាងឆ្វេងដៃហ្នឹងគេឲ្យឈ្មោះថាបាទអីប្រាសាទនាង12ឬគេហៅថាប្រាសាទសួរព្រាត់បាទបងចឹងចាំខ្ញុំនាំទៅមើលរូបរត់កណោះបាទនៅសល់រូបភាពស្អាតណាស់ច្បាស់ជាងគេដូចជាដំរីក្បាល5មិញសេះក្បាល5អំបញ្ញមិញណាបងរូបគ្រុឌនៅទីនោះគឺស្អាតមានទាំងគ្រុឌមានទាំងតោបាទបងចឹងនៅច្បាស់ល្អណាស់ផនព្រះអង្គជាបណ្ដោះអាសន្ននេះមិនមែនព្រះអង្គគង់នៅជាអចិន្ត្រៃយ៍នៅលើកន្លែងរៀនហាលនេះទេណាគឺរាជវាំងផនព្រះអង្គគឺព្រះអង្គគង់នៅអចិន្ត្រៃយ៍គឺខាងស្ដាំដៃផនខ្ញុំដល់ពេលកណេះព្រះអង្គស្ដេចយាងមកពីវាំងចាស់ផនព្រះអង្គនឹងព្រះអង្គមកគង់កណេះដើម្បីតូតប្រណេតទៅខាងកើតនៃផ្លូវអីគេចូលមួយទៀតគេឲ្យឈ្មោះថាខ្លោងទ្វារជ័យណាបងបាទខ្លោងទ្វារជ័យអញ្ចឹងព្រះអង្គគង់ចំតំណឹងដើម្បីតូតមើលក្នុងការសៀកកាយកម្មបាទពាក់ព័ន្ធនឹងប្រាសាទសួរព្រាត់ឬប្រាសាទនាង12បាទនៅខាងមុខផនប្របាទជ័យម៉ាន់ទី7ឬមុខផនរាជអង្គព្រះមហាក្សត្រទាំងអស់បាទអញ្ចឹងយើងចូលមើលទៅក្នុងយើងបែងចែកនេះហើយបងឯងដើរដល់ស្រកហ្មងបាទអញ្ចឹងបងឃើញទេបាទរូបគ្រុឌ2រូបតោ2បាទនៅទីនេះនៅមានសម្រស់ដ៏ស្រស់ស្អាតបាទ
ឃើញអត់យើងនៅឃើញច្បាស់ណាស់បាទទាំងក្បាច់ភ្នួងសក់ហើយនឹងក្បាច់ស្លាបហើយនឹងក្បាច់ក្លៀកបាទប៉ុន្តែក្បាច់ជើងផងគាត់គឺយើងមើលឃើញទៅជួនកាលក៏នៅច្បាស់ជួនកាលក៏បាត់បង់កញ្ញាំជើងទៅខ្លះដែរពីព្រោះអីពីព្រោះយើងអត់បានថែរក្សារយៈពេល837ឆ្នាំហើយក្នុងការប្របាទជ័យមន្ទី7ព្រះអង្គបានគ្រងរាជនៅក្នុងរាជវាំងចាស់ផនព្រះអង្គដែលឲ្យឈ្មោះថាវិមានអាកាសបាទបងបាទនេះគឺរាជវាំងចាស់ផនព្រះអង្គយើងចូលទៅខាងក្នុងទៀតវាមានស្រះស្រីនិងស្រះប្រុសចឹងស្រះស្រីធំជាងស្រះប្រុសបើសិនយើងធ្វើអូតែលសប្ថ្ងៃគេហៅថា swimming pool បាទវាមានធំបាទចឹងស្រះស្រីគាត់គមហេសីផនព្រះអង្គក៏ងូតនៅខាងស្រះស្រីទៅដល់ពេលព្រះអង្គស្រង់ទឹកនៅខាងស្រះប្រុសទៅបាទអត់ចូលគ្នាទេប៉ុន្តែការផ្ទុំខ្ញុំអត់ដឹងដែរណារត់បង្អស់ស្បៃនេះគេហៅថាបាទក្នុងរៀងរាល់ឆ្នាំគេយកគោរាជទ្រព្យនឹងមកច្រត់ព្រះនឹងគាល់បាទរៀងរាល់ឆ្នាំបាទតើបងយើងបញ្ចប់កម្មវិធីនោះបងយើងប្រែប្រាំអរគុណខាងបងខ្ញុំការងារលើបមេការបាទអរគុណច្រើនដែលបានផ្ដល់កិត្តិយសឲ្យខាងមេប្រទេសបានចូលរួមអត្ថាធិប្បាយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រសំណង់ស្ថាបត្យកម្មការសាងសង់ផនព្រះរាជាចឹងយើងនេះយើងសូមបញ្ចប់ពីវគ្គទី1អង្គរវត្តនេះយើងបញ្ចប់នៅលានជលដំរីបាទចឹងអរគុណច្រើនសូមទស្សនិកជនជួយគាំទ្របាទខ្មែរទាំងអស់គ្នាបាទមិនថានៅក្រៅប្រទេសឬនៅក្នុងប្រទេសក្តីសូមឲ្យបងប្អូនទស្សនិកជនទាំងអស់បាទចូលរួមបានជួយនៅក្នុងការស្ដាប់ប្រវត្តិសាស្ត្រសំណង់ស្ថាបត្យកម្មការសាងសង់ផនគ្រប់សម័យកាលផនព្រះរាជាគ្រប់ព្រះអង្គបាទសូមអរគុណ